សូមគោរពជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ជាទីគោរពចាខណៈនេះផងដែរនេះខ្ញុំមានព័ត៌មានថ្មីទៀតហើយចាដែលមានចំណងជើងថាថ្ងៃមុនគណនី Facebook ដំបងវាយឆ្កែផុសរូបលោកខេមហើយថាទូរស័ព្ទខ្ញុំលុបអស់ហើយបើមានចម្រៀងខេមទៀតសូមឲ្យខ្ញុំងាប់ទៅចោះឥឡូវទេទូរស័ព្ទកូនអ្នកនាងខ្ញុំទៀតចាពិតជាមិនយល់មែនកាលពីប្រហែលថ្ងៃមុនបន្ទាប់ពីផ្ទុះការរិះគន់រឿងលួចថតក្រុមសិល្បៈនៅប្រលានយន្តហោះប្រទេសម៉ាឡេស៊ីក៏មានការប្រតិកម្មពីគណនី Facebook មានឈ្មោះថាដំបងវាយឆ្កែស្រាប់តែផុសរករឿងលោកខេមតារាចម្រៀងដោយគ្រាន់តែលោកឈរមើលពួកគេលួចថតតែប៉ុណ្ណោះគណនី Facebook ដំបងវាយឆ្កែបានសរសេរថាទូរស័ព្ទខ្ញុំលុបអស់ហើយបើមានចម្រៀងអាខេមទៀតសូមឲ្យខ្ញុំងាប់ទៅចោះស្រាប់តែថ្ងៃមិញនេះបានបង្ហោះវីដេអូទូរស័ព្ទកូនអ្នកនាងខ្ញុំប្រៀបធៀបរឿងការលួចថតវីដេអូទៀតចាហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូននេះចាគឺមានតែប៉ុណ្ណឹងចាសូមអរគុណសូមជម្រាបលា